ហេតុការណ៍ដ៏រន្ធត់និងសោកសង្រេងបំផុតគ្រូអគ្គិភ័យឆាបឆេះផ្ទះចំនួន2ខ្នងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតមនុស្ស3នាក់។ Chẳng hạn có miền manu chùm nốt bay nè, mang slap bắt bong chữ vật on long pe cả thẻ trụ a kỳ phây cả pi William mang đọc pi giúp ngày ti pram pi khai usapia năm pi pon mà phây pram dùng tam rồi bài cả rồi boss mà tất cách ba mình chết thá miếng cả ra đây a kỳ phây mũi bàn cả lang mà na chép tia chùm nốt pi khóng mà na manu bay nè mang slap bắt bong chữ vật nâng rong rồi bồ mà nè hạt cả này bàn cả lang cả pi William mang chất đọc pi giúp ngày ti pram pi khai usapia năm pi pon mà phây pram ស្ថិតនៅក្នុងភូមិព្រៃប្រោះឃុំតុក្លាសព្រៃនប់ខេត្តប្រស័យហនុមកតាមសមត្ថកិច្ចបានឲ្យដំបន្តទៀតថាមកចាប់ផ្ទះទី1មួយឈ្មោះម៉នភក្តីភេទប្រុសអាយុ40ឆ្នាំមករបរលក់ដូរនិងប្រពន្ធឈ្មោះប៉ាស្រីមុំអាយុ35ឆ្នាំផ្ទះសង់អំពីថ្មប្រក់ស័ង្កសីទំហំទទឹង7ម៉ែត្របណ្ដោយ15ម៉ែត្រផ្ទះទី2មានឈ្មោះអ៊ុតហៀបភេទស្រីអាយុ49ឆ្នាំមករបរកម្មកររោងចក្រផ្ទះសង់អំពីឈើប្រក់ស័ង្កសីទំហំទទឹង4ម៉ែត្របណ្ដោយ6ម៉ែត្រសមត្ថកិច្ចបានឲ្យដំបន្តទៀតថាមូលហេតុបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើងគឺបណ្ដាលមកពីរថយន្តដបប្រេងបង្ហូរសាំងលក់ទៅឲ្យម្ចាស់ផ្ទះខាងលើតាមការបំភ្លឺរបស់ឈ្មោះភក្តីគិរាភេទប្រុសអាយុ17ឆ្នាំត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះបានបញ្ជាក់ថាមុនពេលកាត់ហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងដែលអ្នកបើករថយន្តបានបង្ហូរសាំងលក់ទៅឲ្យម្ចាស់ផ្ទះខាងលើរួចគាត់ក៏បានបង្ហូរសាំងបាន2ប៊ីដុងក៏លើកសាំងយកទៅទុកក្នុងផ្ទះមួយដងហើយក៏បានបង្ហូរបន្តទៀតទើបតែបានកន្លះប៊ីដុងពេលនោះម្ដាយបង្កើតរបស់ខ្លួនកំពុងអាំងងាវហូបនៅខាងមុខផ្ទះក្បែរនឹងទីតាំងកាត់ហេតុភ្លាមនោះស្រាប់តែបង្កជាអគ្គិភ័យឆាបឆេះតែម្ដងករណីអគ្គិភ័យខាងលើបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន3នាក់និងរងរបួសស្រាលម្នាក់ទី1មួយឈ្មោះយ៉ារីសុកសេឡាភេទប្រុសអាយុ18ឆ្នាំស្លាប់នៅនឹងកន្លែងកាត់ហេតុទី2ឈ្មោះភក្តីរីតាភេទស្រីអាយុ15ឆ្នាំស្លាប់នៅនឹងកន្លែងកាត់ហេតុទី3ឈ្មោះភក្តីសមេនភេទប្រុសអាយុ13ឆ្នាំស្លាប់នៅនឹងកន្លែងកាត់ហេតុនិងទី4មានឈ្មោះបាទស្រីមុំភេទស្រីអាយុ45ឆ្នាំជាម្ដាយបង្កើតរបស់ជនរងគ្រោះទាំង3ខាងលើរងរបួសស្រាលសម្ភារៈខូចខាតរួមមានផ្ទះចំនួន2ខ្នងសម្ភារៈក្នុងផ្ទះឆេះអស់ទាំងស្រុងរួមមាន1ម៉ូតូ5គ្រឿងខូចខាតទាំងស្រុង2អីវ៉ាន់លក់ចាប់ហួយព្រមទាំងទ្រព្យសម្បត្តិក្នុងផ្ទះមាសនិងលុយសរុបជាទឹកប្រាក់$50000ទី3រថយន្តដប់ប្រេងមួយគ្រឿងខូចខាតជាទម្ងន់គូបញ្ជាក់ផងដែរថាកម្លាំងអធិការដ្ឋាននគរបាលសព្រៃនប់ក្រោយពីទទួលបានព័ត៌មាននេះបានយករថយន្តពលិតអគ្គិភ័យរបស់អធិការដ្ឋានចំនួន2គ្រឿងនិងបាញ់ទឹកអស់ចំនួន3ឡាននិងរថយន្តពលិតអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន2គ្រឿងនិងបានបាញ់ទឹកអស់ចំនួន2ឡានទើបរលត់ទាំងស្រុង